ក្រុម Lava Gris សតតាមប្រកួតទីតែប៉ុណ្ណោះនឹងទទួលបានពាក្យថាតោះឥឡូវយើងមកចែកគ្នាទៅតាក់ទងជាមួយនៅក្នុងការប្រកួត Queen Legend រដូវកាលទី4អ្នកទាំងអស់គ្នាប្រកាសជាបានទស្សនាហើយតាក់ទងជាមួយនៅក្នុងការប្រកួតរាប់ម្សិលមិញនេះគឺថា Spicy ខ្លាំងមែនតើដែលមាន2-0មាន2-1មានអីចឹងណាអ្នកគ្នាអញ្ចឹងសម្រាប់តារាងបន្ទូអ្នកទាំងអស់គ្នាមើលខាងលើទៅក្រុម Lava Gris secure top 1 តែម្ដងនៅវគ្គ regular season នេះដែល6-0ដែលមិនទាន់មានការចាញ់មួយទេអ្នកទាំងអស់គ្នាតបមកគឺមាន Galaxy Fortnite មាន Weibo Gaming DVI Serenity ហើយជាមួយនឹង Vanguard Scarlet ហើយជាមួយនឹង Earn Express អីចឹងទៅហើយសម្រាប់ក្រុម DG ហើយជាមួយនឹង EME អាចនឹងភាគរយច្រើនដែលมันអាច secure ឡើងទៅដល់វគ្គ play-off ទេអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកសាច់រឿងឲ្យតាក់ទងជាមួយនឹងក្រុម Lava Gris គឺនឹងប្រកួតនៅថ្ងៃស្អែកប៉ះគ្នាជាមួយនឹង Queen Phoenix នៅវេលាម៉ោង 1 រសៀលអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជា Lava Gris ទទួលបានជ័យជំនះលើ Queen Phoenix គឺនឹងទទួលបានពាក្យថា undefeated នៅក្នុង Queen Legend រដូវកាលទី4ហើយអ្នកទាំងអស់គ្នា Queen Legend រដូវកាលនេះគឺថាលេងគឺថាអត់មានថ្ងៃឈប់ទេអត់ចង់ឲ្យអ្នកទាំងអស់គ្នាស្ងាត់ដែរអ្នកទាំងអស់គ្នាសម្រាប់ក្រុម Lava Gris វិញគឺថាមករយៈនេះមិនថានៅក្នុង social media ក្តីមិនថានៅក្នុងការប្រកួតក្តីក្រុម Lava Gris នេះគឺតែងតែនាំជាមួយនឹងការសើចហើយកំ pl ែងជូនទៅដល់ audience តែម្ដងអ្នកគ្នាហើយដូចជា Galaxy Phoenix ក៏ដូចគ្នាដែរឈិនឆាគាត់និយាយភាសាខ្មែរមាន nickname team គាត់អីគឺថាល្អយខ្លាំងមែនទែនអ្នកគ្នាសម្រាប់ក្រុម Lava Gris វិញគឺនៅក្នុង social media គឺ Bene អាចនឹងប៉ះគ្នានៅវគ្គ play off ក៏ថាបានអ្នកគ្នាមិត្តភក្តិគេមកហើយអីចឹងទៅដល់ពេលហើយគេក៏ comment ឡើងវិញថាអត់ទេខ្ញុំដឹងអ្វីហើយហើយ admin page នេះលេងសត្វឯណាអ្នកណាបរិញ្ញា admin ហ្នឹងឯងអ្នកបរិញ្ញាហ្នឹងអូខេអញ្ចឹងនិយាយលេងទៅអ្នកគ្នាសរុបមកគ្នាយើងយល់យ៉ាងម៉េចដែរជាមួយនៅក្នុងការប្រកួត Queen Legend រដូវកាលទី4នេះគឺថា Spicy កំណត់ណាគ្នាយើងកុំភ្លេច red នៅខាងក្រោមផងថាបានប៉ុន្មានលើប៉ុន្មានអីកុំភ្លេចប្រាប់ឲ្យខ្ញុំដឹងផងអូខេអញ្ចឹងគ្នាយើងកុំភ្លេច follow TikTok ហើយជាមួយនៅ Facebook ខ្ញុំផងពេលដែលមានព័ត៌មាន update អីគឺអ្នកទាំងអស់គ្នានឹងទទួលបានមកគេអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ